ចឹងនិយាយថាកន្លែងហ្នឹងមែនកន្លែងដែលគេល្បីអ្នកនរគ្នាគឺរមណីយដ្ឋានកពូលពេជ្រយើងហ្នឹងហើយមិនមានតែមួយកន្លែងហ្នឹងទេដែលអាចទៅថតរូបបាននៅមានមួយកន្លែងទៀតអ្នកនរគ្នាគឺយើងអាចទៅជិះទូកលេងកំសាន្តបានហើយមេឃត្រជាក់សតុំអីយើងអង្គុយលេងឈៀលនឹងបានអីចឹងណាកន្លែងហ្នឹងក៏អាចយើងបោះតង់បានដែរអ្នកនរគ្នាចង់ដឹងកន្លែងហ្នឹងកន្លែងណាអីចាំមើលវីដេអូទី2ថ្ងៃនេះគឺខ្ញុំបង្ហាញអ្នកនរគ្នាតែកន្លែងផ្កាសាគូរ៉ាទេអ្នកនរគ្នាគឺកន្លែងនេះគឺស្អាតខ្លាំងមែនតើហើយខ្ញុំណែនាំអ្នកនរគ្នាឲ្យមកលបាក់ម៉ោង3ល្ងាចអ្នកនរគ្នាគឺពលឺវាជះខ្លាំងមកវាអាចយើងថតរូបបានស្អាតអីចឹងណាប្រហែលម៉ោង11ឬក៏ម៉ោង12ថ្ងៃត្រង់អីគឺអត់សូវស្អាតទេតែបើសិនជាអ្នកនរគ្នាចង់មកពេលព្រឹកគឺលបាក់ម៉ោង8កន្លះម៉ោង9ចន្លោះម៉ោង9ដល់ម៉ោង10គឺថតរូបបានស្អាតដូចគ្នាដោយសារពលឺវាជះមកពីខាងកើតលបាក់ម៉ោងប៉ុណ្ណឹងគឺវាអត់សូវក្តៅខ្លាំងហើយក៏ថតរូបស្អាតដែរហើយផ្កាកំពុងតែរីកពេញរីកហ្មងអ្នកនរគ្នាខ្ញុំមិនដឹងថាអាយុកាលផ្កាដែលវាចេញផ្កាហ្នឹងវាបន្តបានប្រហែលខែទេអញ្ចឹងអ្នកនរគ្នាមានពេលគួរតែមកលេងឲ្យហើយទៅចំណែកវីដេអូដែលទៅលេងជិះទូកកាយៈលេងនោះអ្នកនរគ្នាចាំមើលវីដេអូពេញហើយជាស្អែកឬក៏ស្អែកអីខ្ញុំនឹងផុសវាអរគុណច្រើន